កាលខ្លួនក្រមុំស្លៀកពាក់សែនសំខ្ទង់អាយុ20រូបឆោមលោមពណ៌ស័ក្តិសមឥតបីក្រមុំពេញវ័យគប់លក្ខិណាមិនយូរប៉ុន្មានវេលារុញច្រានរៀបមង្គលការជាប្តីប្រពន្ធភក្តីស្នេហាចំណងគ្រួសារបុត្រាបុត្រីវេលាជ្រេទៅគេសាប្រែស្កូវចូលត្រុតត្រោមវ័យអាយុ50ផ្លាយខុសឆ្ងាយពី20សភាពក្មេងខ្ចីប្រែវ័យជារាចំណាស់ដោយពិតតែឆាកជីវិតរួមរឹកពៀនពៀមិនគិតអាយុខ្លួនចាស់ជារាទោះបីឈឺជានៅមានកូនខ្ចីបំពេបីបងលួងលោមថ្នាក់ថ្នមពោត្រកង3រក្សាការពារទាំងយប់ទាំងថ្ងៃមិនដែលសំចៃកម្លាំងថែមើលតាមពិតគ្រាន់ថាកូនខ្ចីនេះណាជាចៅទេតើមិនមែនកូនខ្ញុំកូនសុំឲ្យមើលព្រោះត្បិតកូនធ្វើការងារស្រុកឆ្ងាយកូនគ្មានអ្វីពឹងធ្វើជាលំនឹងមានតែអ្នកម្ដាយជួយថែកូនខ្ញុំដល់រូបរាងកាយឲ្យទឹកឲ្យបាយកុំណាយចិន្តាម៉ែចាស់ជរាម៉ែនៅពុះពៀមិនរៀម្ដងណាមើលថែទាំងកូនរាល់រូបអាត្មាឥឡូវនេះណាមើលចៅតទៀតមើលចៅជានិច្ចរាល់ពេលឥតភ្លេចកែកិច្ចរវៀតមិនឲ្យមានភ័យចង្រៃមកបៀតសត្វល្អិតចោមសៀតកុំបៀតចៅខ្ញុំមើលថែរក្សាតាំងពីកុមាររហូតដល់ធំមិនបានធ្វើទានបុណ្យតូចធំដុំអោជីវិតខ្ញុំទៅជាយ៉ាងណាកុសលអត់មានឥតបានធ្វើទានស្ដាប់ធម៌ទេសនាកសាងដើមទុនជាស្ពានផល្លាមុននឹងមរណាចាកទ្វីបលោកីនាមស្មេអក្សរាសូមផ្ដែផ្ដាំថាអស់ញាតិប្រុសស្រីកុំឲ្យម្ដាយចាស់នៅមើលកូនខ្ចីមេត្តាលោកលីឲ្យគាត់ធ្វើបុណ្យបើមិនដូច្នោះអស់ញាតិស្រីប្រុសនឹងបានបាបធ្ងន់ទោសបង្ខាំងម្ដាយមិនឲ្យធ្វើបុណ្យមិនបានធ្វើគុណដល់អ្នកម្ដាយថ្លៃសូមកូនចៅគិតយកទុកក្នុងចិត្តប្រព្រឹត្តរាល់ថ្ងៃតបគុណដល់លោកឲ្យបានថ្លាថ្លៃរស់ក្នុងតម្លៃកូនល្អរៀនអើយ